បើរាល់ថ្ងៃយើងស៊ាំហើយស៊ាំដឹងភាពអត់ឃ្លានហើយដេចឡើយខំហូរធ្វើអ្វីហូរព្រោះឃើញគេមែនទេគេមានពុកម៉ែនៅក្បែរមានអ្នកចាំរក្សាថែមិនឯកាដូចយើងទេចង់រៀនលើកដៃសុំពីងសុំទៀនទៅទួចពីគេវេទនាព្រោះបទចម្រៀងថ្មីចេញលក់ក្នុងពេលឆាប់នេះតែខិតខំខ្លួនម៉ែតែម៉ែនៅក្នុងសុបិនខ្ញុំអត់តែខ្ញុំគិតថាដូចហើយចុះពុកមានមុខមាត់នៅក្នុងសុបិនខ្ញុំអត់ដូចគ្នាប្រកាសជាដូចហើយពុកម៉ែប្រកាសជាស្អាតដូចខ្ញុំអញ្ចឹងមែនអត់លើសងរាមដូចឡានឆោតចំបេះដូងជីវិតរសាត់ដូចក្បូនមើលមិនឃើញកង់ឃើញក្រោយខំធ្វើការដើម្បីសិក្សាប្រាថ្នារៀនគួងដូចគេទុំកូនកំព្រាពុកម៉ែតែកូនមិនចង់ចាញ់ឡើយម៉ែពិភពលោកនេះពិតជាធំខ្លាំងខ្ញុំពិតជាល្ងាចខ្លាំងជីវិតជាកូនកំព្រារងាអ្នកយល់ចិត្តមិត្តយុវវ័យរស្មីហងមាស FM 95.7 MHz ឈឺចាប់អាណិតខ្លួនឯងស្រែកយំដងហើយប្រាប់មេជួយប្រាប់ពុកម៉ែខ្ញុំផងពេលលីងនៅក្នុងបេះដូងកូនកំព្រាអាយកាណាំទោះជាមិនធ្លាប់ឃើញមុខរូបរាងពុកម៉ែបែបណាតែកូនសូមសន្យាថាធ្វើជាក្មេងល្អនៅថ្ងៃក្រោយជាក្មេងកំព្រាខ្ញុំខំតស៊ូរស់នៅទាំងវេទនាត្រូវខំរកលុយមករៀនខ្លួនឯងពេលខ្លះគេដៀលក៏មិនថ្មីកំណោសម្រាប់តែស្ទឹងមានជ័យគឺជាជំរងដ៏មានតម្លៃដែលធ្វើឲ្យខ្ញុំក្រោកឈរតស៊ូសម្រេចនៅក្តីស្រមៃរាល់ថ្ងៃខ្ញុំខំនិយាយដាក់ទឿនខ្លួនឯងឲ្យឧស្សាហ៍ញញឹមដើម្បីឈានចូលទៅផ្លូវជីវិតដែលពេញទៅដោយក្តីសង្ឃឹមថ្ងៃមួយខ្ញុំនឹងក្លាយជាមនុស្សល្អនៅក្នុងសង្គមហើយសង្ឃឹមថាខ្ញុំនឹងមានវាសនាគ្រប់គ្រងដូចគេដូចឯងតែខ្ញុំជឿជាក់ថាពុកម៉ែពិតជាស្រឡាញ់ខ្ញុំដោយខ្ញុំស្រឡាញ់អ្នកអញ្ចឹងកុំអស់សង្ឃឹមឲ្យសោះខ្ញុំនឹងធ្វើជាក្មេងល្អបំផុតនៅថ្ងៃអនាគតមកជាក្មេងកំព្រាខ្ញុំខំតស៊ូរស់នៅទាំងវេទនាត្រូវខំរកលុយមករៀនខ្លួនឯងពេលខ្លះគេដៀលក៏មិនថ្មីកំណោសម្រាប់តែស្ទឹងមានជ័យគឺជាជំរងដ៏មានតម្លៃដែលធ្វើឲ្យខ្ញុំក្រោកឈរតស៊ូសម្រេចនៅក្តីស្រមៃរាល់ថ្ងៃខ្ញុំខំនិយាយដាក់ទឿនខ្លួនឯងឲ្យឧស្សាហ៍ញញឹមដើម្បីឈានចូលទៅផ្លូវជីវិតដែល